ម្ហូបទាំងពីរមុខនេះគឺមើលទៅគួរឲ្យចង់ញ៉ាំមែនទែនហើយម្ហូបទាំងពីរមុខនេះយើងបានចម្អិនដោយប្រើប្រាស់ម៉ាស៊ីន Microwave Oven របស់ Panasonic Model NNDF38PB ដែលភ្ជាប់មកជាមួយនឹងមុខងារ Auto Menu រហូតដល់21មុខនេះគឺជាគ្រឿងផ្សំសម្រាប់ធ្វើនំ Durian Cream Puff តោះមកចម្អិនជាមួយយើងទាំងអស់គ្នារបៀបធ្វើនំ Cream Puff ដំបូងយើងត្រូវដាក់ឆ្នាំដាំទឹកចំនួន200 ml និងប៊ឺ80 ក្រាមរួចកូរឲ្យរលាយសព្វចូលគ្នាដាក់ម្សៅចូលរួចចាប់ផ្ដើមកូរតិចៗរហូតដល់ម្សៅនិងទឹកក្លាយទៅជាល្បាយមួយដែលស្អិតចូលគ្នាបានល្អបន្ទាប់មកទុកឲ្យម្សៅចូលត្រជាក់បន្តិចរួចគូសពងមាន់ចូលម្ដងមួយគ្រាប់និងកូរលាយជាមួយម្សៅឲ្យទៅជា smooth នៅពេលកូរម្សៅរួចដាក់ម្សៅចូលទៅក្នុងថង់ piping bag ដើម្បីឲ្យងាយស្រួលចាក់ជាពុម្ពនំចាប់ផ្ដើមចាក់ម្សៅជាមួយមូលនៅលើថាសដែលមានក្រដាសសម្រាប់ដុតនំរួចដាក់ថាសចូលទៅក្នុង microwave oven ដើម្បីដុតនំរបស់យើងមុខងារ auto menu របស់ microwave របស់យើងពិតជាមានភាពងាយស្រួលតែគ្រាន់តែចុច auto menu រហូតដល់លេខ17 cream puff រួចចុច start គ្រាន់តែរង់ចាំ10នាទីដែលបានកំណត់ជា auto រួចជាការស្រេចនៅពេលរង់ចាំនំរបស់យើងដុតតោះយើងមកធ្វើ Durian Cream វិញម្ដងដាក់ whipping cream សាច់ទុរេននិងស្ករទៅក្នុងចានហើយវាជាមួយនឹងម៉ាស៊ីនឲ្យបាន smooth និង creamy រួចដាក់គ្រឿងចូលទៅក្នុងថង់ piping bag ហើយទុកនៅក្នុងទូទឹកកកឲ្យបានត្រជាក់ចុងក្រោយនៅពេលដែលនំបានត្រជាក់បន្តិចចាប់ផ្ដើមបាញ់គ្រីមចូលទៅក្នុងនំហើយនេះគឺជានំ Durian Cream Puff ដែលបានរួចរាល់របស់យើងមុននឹងចាប់ផ្ដើមមុខម្ហូបបន្ទាប់យើងមកសម្អាតម៉ាស៊ីនរបស់យើងសិនជាមួយនឹងមុខងារ Auto Clean ដាក់ចានទឹកជាមួយនឹងក្រូចឆ្មាចូលទៅក្នុងម៉ាស៊ីនចុចប៊ូតុង Auto Menu រួចកំណត់យកមុខងារ F1 ហើយចុច Start រង់ចាំ20នាទីដើម្បីឲ្យម៉ាស៊ីនដំណើរការពេលរួចរាល់ដកចានទឹកចេញរួចជូតសម្អាតខាងក្នុងម៉ាស៊ីនជាមួយនឹងក្រណាត់ជាការស្រេចបន្តមកទៀតយើងមកធ្វើមុខម្ហូបសាច់មាន់ចង្កាអាំងជាមួយបន្លែមុខម្ហូបនេះគឺងាយស្រួលនិងលឿនក្នុងការចម្អិនមែនទែនជាពិសេសនៅពេលដែលប្រើប្រាស់ជាមួយនឹង Microwave Oven នេះហើយនេះគឺជាគ្រឿងផ្សំសម្រាប់មុខម្ហូបរបស់យើងជាដំបូងយើងត្រូវប្រឡាក់សាច់មាន់ហាន់សាច់មាន់ទៅជាដុំតូចៗរួចដាក់ទៅក្នុងចានដាក់គ្រឿងប្រឡាក់សាច់ចូលដូចជាអំបិល Italian herb seasoning ទឹកស barbecue ម្រេចនិងប្រេងអូលីវរួចច្របល់ឲ្យសព្វហើយទុក15នាទីដើម្បីឲ្យចូលជាតិចាប់ផ្ដើមដោតចង្កាក់សាច់មាន់ជាមួយនឹងបន្លែហើយយើងរៀបចង្កាក់សាច់នៅលើថាសចម្អិនដែលបានភ្ជាប់មកជាមួយនឹងម៉ាស៊ីនចុចប៊ូតុង Auto Menu ទៅលេខ14សម្រាប់សាច់ចង្កាក់ឬ Meat Skewer រួចចុច Start រង់ចាំ15ទៅ20នាទីជាការស្រេចរួចរាល់ហើយសាច់មាន់ចង្កាក់អាំងជាមួយបន្លែរបស់យើងតោះមកសាកបទពិសោធន៍ថ្មីក្នុងការចម្អិនម្ហូបជាមួយនឹង Panasonic Microwave Oven Model NNDF38PB ដែលមិនត្រឹមតែជា microwave វាក៏ជា oven សម្រាប់ចម្អិនម្ហូបតែមានមុខងារ auto cleaning ផងដែរ